បាក់ខ្ញុំបាទសូមអនកាយគោរពនិងជំរាបសួរដល់អស់លោកស្រីនិងនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតពេលទំនេរពីការងារខ្ញុំបាទក៏បានចងក្រងនៅអត្ថបទខ្លីមួយស្ដីអំពីអត្តចរិតរបស់បុគ្គលក្លាហានដែលមានអត្ថន័យនិងខ្លឹមសារដូចតទៅបាទវិជ្ជាពិតណាស់អត្តចរិតរបស់បុគ្គលក្លាហានគឺវាមានលក្ខណៈខុសគ្នាដាច់ស្រឡះនឹងអត្តចរិតរបស់ជនកំសាហើយនឹងជនពៀលអត្តចរិតរបស់បុគ្គលក្លាហានគឺជាមនុស្សដែលមានអត្តចរិតសុភាពរាបសារទុនភ្លុនចេះជួយយកអាសាអ្នកដទៃជានិច្ចប៉ុន្តែមានអត្តចរិតមិនទុនជ្រាយគឺមើងម៉ាត់មុតចត់ជានិច្ចពេលដែលខ្លួនជួបឧបសគ្គបញ្ហាអ្វីមួយតែមានអត្តចរិតក្លាហានហ៊ានគិតក្លាហានហ៊ានសម្រេចចិត្តក្លាហានហ៊ាននិយាយក្លាហានហ៊ានធ្វើក្លាហានហ៊ានទទួលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើទោះលទ្ធផលដែលទទួលបាននោះវិជ្ជមានឬអវិជ្ជមានក៏ដោយក៏ទទួលយកបរាជ័យជាបទពិសោធន៍ហើយជោគជ័យជាមគ្គុទ្ទេសក៍ក្នុងកិច្ចការងារនោះទៀតផងហើយក៏ជាមនុស្សដែលមានអត្តចរិតក្លាហានមិនខ្លាចក្លាហានមិនខ្មាស់ក្លាហានមិនក្រែងចិត្តក្លាហានមិនប្រកាន់ការងារក្លាហានឧស្សាហ៍ធ្វើការងារនោះមកទំហឹងឲ្យដូចជាថ្ងៃចុងក្រោយនៃជីវិតរបស់គេជានិច្ចមិនតែប៉ុណ្ណោះអត្តចរិតរបស់បុគ្គលក្លាហាននេះបើសម្រេចចិត្តធ្វើកិច្ចការងារអ្វីមួយហើយគឺតែងតែធ្វើដោយមានចំណងច្បាស់លាស់មានផែនការច្បាស់លាស់មានគោលដៅច្បាស់លាស់និងមានក្តីសុបិនយ៉ាងច្បាស់លាស់ទៀតផងទើបគេធ្វើតែកិច្ចការងារអ្វីដែលជាបេះដូងរបស់ខ្លួនគេមានន័យថាអត្តហេអត្តណោនិថោខ្លួនទីពឹងខ្លួនគឺជាម្ចាស់លើជីវិតខ្លួនឯងមិនអនុញ្ញាតឲ្យជីវិតខ្លួនឯងឲ្យអ្នកណាម្នាក់ដឹកនាំឬគ្រប់សង្កត់បានឡើយគឺមានន័យថាគាត់ឯករាជ្យភាពសិទ្ធិសេរីភាពហិរញ្ញវត្ថុគឺគាត់ជាអ្នកបង្កើតដល់ខ្លួនឯងទៀតផងម្យ៉ាងទៀតអត្តចរិតរបស់បុគ្គលក្លាហាននេះគឺមានអត្តចរិតមួយបើតាំងចិត្តធ្វើអ្វីមួយហើយគឺត្រូវតែធ្វើឲ្យទាល់តែបានជោគជ័យគឺហ៊ានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងប្រាជ្ញាថវិកានិងពេលវេលាសពឯយ៉ាងគឺផ្ដោតតែកិច្ចការងារអ្វីដែលគាត់ធ្វើនោះគឺគាត់ធ្វើទាល់តែបានជោគជ័យសម្រេចក្តីសម្បត្តិរបស់គាត់ជាដាច់ខាតប៉ុន្តែប្រកបដោយយុទ្ធសាស្ត្រវិធីសាស្ត្រសន្តិវិធីនិងយុទ្ធសាស្ត្រឈ្នះទាំងអស់គ្នាតែប៉ុណ្ណោះ